ចាជំរាបសួរស្វាគមន៍មកកាន់កំណត់ហេតុនៃការរៀននិងបង្រៀនរយៈពេល27ថ្ងៃរបស់ខ្ញុំនៅក្នុងកំណត់ហេតុទី16នេះខ្ញុំនឹងលើកយកអំពីការធ្វើទស្សនកិច្ចសិក្សានៅក្រៅថ្នាក់រៀនមកបង្ហាញប្រសិនណាបើលោកគ្រូអ្នកគ្រូឮដល់ទស្សនកិច្ចសិក្សាលោកគ្រូអ្នកគ្រូប្រហែលជាគិតដល់ការដែលនាំសិស្សចេញទៅតាមសារមន្ទីរឬតាមសួនធម្មជាតិជាច្រើនប៉ុន្តែទស្សនកិច្ចសិក្សាដែលខ្ញុំសម្ដៅនៅក្នុងវីដេអូនេះគឺនិយាយអំពីការដែលសិស្សមានឱកាសបានសិក្សាស្វែងយល់អំពីបរិស្ថានជុំវិញខ្លួននៅក្រៅថ្នាក់រៀនរបស់ពួកគេរាល់ពេលដែលខ្លឹមសារមេរៀនផ្សារភ្ជាប់ជាមួយនឹងធម្មជាតិបរិស្ថាន ecology ឬក៏តាក់ទងជាមួយនឹងសត្វឬក៏រុក្ខជាតិដែលនៅជុំវិញខ្លួនខ្ញុំអត់ដែលភ្លេចទេក្នុងការឲ្យសិស្សមានពេលវេលាទស្សនកិច្ចសិក្សានៅក្រៅថ្នាក់រៀនផ្អែកទៅលើគោលដៅនៃខ្លឹមសារមេរៀនហើយការដែលធ្វើទស្សនកិច្ចសិក្សានេះវាជួយសិស្សមែនទែនក្នុងការផ្សារភ្ជាប់ជាមួយនឹងពិភពធម្មជាតិពិតៗជាពិសេសទៅទៀតនោះពួកគាត់មានការសហការគ្នាអនុវត្តនៅបំណិនសង្កេតហើយរុករកហើយបន្ទាប់មកទៀតគាត់មានឱកាសក្នុងការពិភាក្សានិងទាញយកសេចក្តីសន្និដ្ឋាននៃខ្លឹមសារមេរៀនខ្ញុំមើលឃើញអំពីភាពរីករាយរបស់សិស្សស្វាហាប់របស់សិស្សក្នុងការចូលរួមក៏ដូចពីការយល់ដឹងអំពីខ្លឹមសារមេរៀនបានយ៉ាងច្រើនតាមរយៈការធ្វើទស្សនកិច្ចសិក្សានេះហើយសម្រាប់ការបញ្ចូលទស្សនកិច្ចសិក្សានេះបើសិនជានៅក្នុង file E ខ្ញុំប្រើនៅក្នុង Eទី2ការរុករកប្រសិនណាបើការរុករកនោះអាចធ្វើបានដោយពិសោធន៍យើងពិសោធន៍បើអាចធ្វើបានដោយការធ្វើទស្សនកិច្ចសិក្សាខ្ញុំធ្វើទស្សនកិច្ចសិក្សាតែបើធ្វើបានដោយ hands on activity ខ្ញុំនឹងជ្រើសរើសយក hands on activity នឹងឯងចាក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជួបគ្នាក្នុងវីដេអូក្រោយ